បាទសួស្តីអ្នកនរគ្នាឥឡូវនេះយើងចូលដល់មេរៀនទី7ដែលនិយាយពីសមីការដឺក្រេទី1មានមួយអាញាត់បាទអញ្ចឹងយើងដាក់លំហាត់ទី1មកលំហាត់ទី1ដោះស្រាយសមីការបាទយើងដោះស្រាយសមីការអញ្ចឹងយើងមានពីកដល់ថបាទអញ្ចឹងយើងបាច់អានទេឥឡូវដាក់ចម្លើយមកបាទអញ្ចឹងឥឡូវយើងដាក់ចម្លើយមកហើយបន្តទៅទៀតយើងដោះស្រាយលំហាត់កមុនបាទលំហាត់កបាទដែលលំហាត់កយើងមាន 2x បូក3ស្មើនឹង10 12បាទអញ្ចឹងយើងដោះស្រាយធម្មតាមកយើងនេះការដោះស្រាយលំហាត់បែបនេះគឺយើងនេះរុញអាណាដែលអត់មានអាញាត់នេះយើងរុញមកខាងនេះសញ្ញាស្មើមករុញឆ្លងសញ្ញាស្មើមកណារុញមកអង្គទី2មកតួណាដែលមានអាញាត់យើងទុកមកខាងអញ្ចឹងទៅអូខេអញ្ចឹងយើងបានបែបនេះមកយើងបាននេះ 2x សល់តែ 2x ទេខាងនេះអញ្ចឹងយើងរុញ3មកបាត់អញ្ចឹង3នេះបូក3ពេលយើងរុញមកគឺវាទៅជាដក3បាទអញ្ចឹងដល់ពេលដែលឆ្លងសញ្ញាគឺវាឆ្លងសញ្ញាស្មើវាបដូរសញ្ញាណាបាទអញ្ចឹងបាន12 ដក3អញ្ចឹង 2x ស្មើ12 ដក3អញ្ចឹងនាំឲ្យ x ស្មើនឹងបាន12 ដក3វាស្មើនឹង9ហើយនេះដល់ពេលយើងរក x ស្មើនឹង9ហ្នឹងចែកឲ្យ2នេះបាទអញ្ចឹងយើងបាន9ចែក2បាទដល់9ចែក2នេះយើងចែកដាច់ទេអញ្ចឹងយើងមិនបាច់ចែកទៀតទេចម្លើយយើងទុកប៉ុណ្្នឹងណាបាទអញ្ចឹងឥឡូវយើងដាក់លំហាត់ខបន្តទៀតហើយបន្តបាទយើងលំហាត់ខយើងមាន 5x បូក18ស្មើ67អញ្ចឹងដោយលំហាត់កអញ្ចឹងគឺយើងរុញតួណាដែលអត់មានអាញាត់យើងរុញមកខាងបាទអញ្ចឹងយើងបាន 5x ស្មើនឹង67ដក18អញ្ចឹងឡើយនេះបូក18ប៉ុន្តែរុញឆ្លោះសញ្ញាស្មើវាទៅជាដក18បាទអញ្ចឹងកន្លែងនេះយើងអាចទាញរក x បានហើយអានេះយើងដកវាទៅបាទអញ្ចឹងដល់ពេលយើងដកទៅយើងបាន49អញ្ចឹងន័យថាយើងទាញរក x គឺស្មើ49ហ្នឹងចែកឲ្យនេះចែក5នេះចែក5បាទអញ្ចឹង49ចែក5យើងមិនអាចចែកបានទេអញ្ចឹងយើងទុកប៉ុណ្្នឹងណាបាទឥឡូវយើងដាក់លំហាត់គោបន្តទៀតហើយលំហាត់គោយើងមាន 9x បូក29ស្មើនឹង78បាទអញ្ចឹងដូចគ្នាមកយើងរុញតួដែលអត់អាញាត់មកខាងនេះទៀតមកអញ្ចឹងយើងបាន 9x ស្មើនឹង78ដល់29អញ្ចឹងនាំឲ្យ x ស្មើនឹង49ភាគ9បាទអញ្ចឹងលេខនេះក៏យើងមិនអាចចែកបានដែរអញ្ចឹងចម្លើយទុកប៉ុណ្្នឹងទៀតបាទឥឡូវលំហាត់ខោអញ្ចឹងលំហាត់ខោរបស់យើងគឺយើងមាន 5a ដក12ស្មើនឹង35អញ្ចឹងយើងរុញដក12មកខាងនេះមកអញ្ចឹងយើងបាន 5a ស្មើនឹង35បូក12បាទនេះដល់ពេលដក12រុញឆ្លងទៅវាទៅជាបូក10បូក12បាទអញ្ចឹងយើងទាញរក a បានហើយ a ស្មើនឹង47នេះន័យថា35បូក12ស្មើ47ចែកឲ្យនេះចែក5នេះអញ្ចឹង a ស្មើ47ចែក5បាទអញ្ចឹងចម្លើយយើងទុកប៉ុណ្ណេះដដែលបាទឥឡូវនេះយើងដាក់លំហាត់ងោហើយលំហាត់ងោរបស់យើងគឺយើងមាន 2x ដក3ស្មើ11បាទអញ្ចឹងយើងរុញដក3មកខាងនេះមកអញ្ចឹងយើងបាន 2x ស្មើ11បូក3បាទអញ្ចឹងយើងបាន x ស្មើនឹង14បាទនេះ11បូក3ស្មើ14អញ្ចឹង14ចែក2នេះអញ្ចឹងស្មើនឹង7បាទអញ្ចឹងឥឡូវនេះយើងរក x ឃើញហើយស្មើ7ឥឡូវយើងដាក់លំហាត់ចបន្តទៀតបាទលំហាត់ចគឺយើងមាន 8b បូក16ដក120អូសុំទៅស្មើនឹង120បាទអញ្ចឹងយើងរុញទៀតមកអញ្ចឹងយើងបានបែបនេះមកយើងបាន 8b ស្មើនឹង120ដក16បាទអញ្ចឹងកន្លែងនេះb ណាបាទអញ្ចឹងកែអត់បានកែនៅជាប់ a តដែលយើង copy មកពីនេះបាទអញ្ចឹង b ស្មើនឹង104បាទ104ចែកឲ្យ8បាទអញ្ចឹង b ស្មើ104ចែក8ណាយើងអាចចែកបាននេះចែកបានគឺចែកបាន13បាទអញ្ចឹង b ស្មើ13បាទកន្លែងនេះ b ណាអូខេឥឡូវយើងដាក់លំហាត់ឆបន្តទៀតមកអញ្ចឹងលំហាត់ឆយើងមាន 8y ស្មើនឹង25បូកនឹង 3y បាទអញ្ចឹងលំហាត់នេះយើងរុញមានអាញាត់នេះមកខាងនេះវិញបាទយើងរុញមកខាងឆ្វេងវិញមកអញ្ចឹងយើងបានបែបនេះមកយើងបាន 8y នេះ 8y ដដែលហើយនេះ 3y នេះរុញមកទៅជាដក 3y អញ្ចឹងយើងបានដក 3y ស្មើ25បាទអញ្ចឹង8ដក3ស្មើ5អញ្ចឹងយើងបាន y ស្មើនឹង25ចែកឲ្យ5បាទអញ្ចឹងចម្លើយស្មើ5បាទអញ្ចឹង y ស្មើ5យើងរកឃើញហើយឥឡូវយើងដាក់លំហាត់ចូលបន្តទៀតមកនេះលំហាត់ចូលបាទអញ្ចឹងលំហាត់ចូលកន្លែងនេះផ្លេចអានេះមួយបាទនៅជាប់ animation វាមួយណាអូខេអញ្ចឹងលំហាត់ចូលយើងមាន 5m ដក2ស្មើនឹង7ដក 4m បាទដក 4m អញ្ចឹងយើងមានអាញាត់រុញមកខាងនេះអត់អាញាត់យើងរុញមកខាងនេះមកបាទអញ្ចឹងយើងបានបែបនេះ 5m បូកនឹង 4m នេះដក 4រុញមកទៅជាបូក 4ហើយនេះដក 2រុញមកទៅជាបូក 2បាទអូខេអញ្ចឹងបន្តមកនេះ5ដក 4វាស្មើ5បូក 4វាស្មើនឹង 9m ហើយនេះ7បូក 2ស្មើនឹង 9ដែរអញ្ចឹង m ស្មើឲ្យ 9ចែកឲ្យ 9ស្មើ1បាទអញ្ចឹងចម្លើយលំហាត់ចូលមានប៉ុណ្ណឹងបាទអញ្ចឹងដោយសារតែយើងពេញกระดาษហើយអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយចុះ